នារីមួយចំនួនដែលឆ្លងកាត់មហារីកសដន់គឺគាត់ដូចថាត្រូវកាត់សដន់មកចំហៀងចេញអាហ្នឹងជារឿងធម្មតាទេដូចខ្ញុំអញ្ចឹងអស់សក់ប៉ុន្តែខ្ញុំអត់មានសក់ទេរាល់ថ្ងៃហ្នឹងប៉ុន្តែយើងអាចរកអីមកជំនួសបានយើងព្យាយាមកែច្នៃអ្វីក៏ដោយឲ្យតែខ្លួនយើងសុខចិត្តអូនមានជាសារចែកម្លែកដល់ស្ត្រីយើងដែលគាត់កំពុងតែព្យាបាលឬគាត់កំពុងតែមានជំងឺមហារីកសដន់ឬក៏មហារីកវិសេសដែរបងចាបងហ្នឹងហើយខ្ញុំអត់មានអីច្រើនទេគឺមានតែកម្លាំងចិត្តដើម្បីលើកទឹកចិត្តដល់បងទាំងអស់គ្នាព្រោះអីខ្ញុំក៏ឆ្លងកាត់ជំងឺនឹងដែរហើយមួយទៀតជំងឺហ្នឹងគឺត្រូវការកម្លាំងចិត្តខ្លាំងមែនទែនបើមិនជាយើងបាក់ទឹកចិត្តវានឹងធ្វើបាបយើងហើយបើមិនជាយើងផ្លូវចិត្តយើងល្អយើងនឹងឈ្នះវាហើយខ្ញុំនឹងតស៊ូទាំងអស់គ្នាកំឡុងពេលការព្យាបាលហ្នឹងគឺពិបាកខ្លាំងមែនទែនខ្ញុំយល់ក៏ប៉ុន្តែបើយើងឆ្លងកាត់ដំណាក់កាលហ្នឹងយើងនឹងបានខ្លួនឯងត្រឡប់មកវិញហើយនារីមួយចំនួនដែលឆ្លងកាត់មហារីកសដន់គឺគាត់ដូចថាត្រូវកាត់សដន់មកចំហៀងចេញអាហ្នឹងជារឿងធម្មតាទេដោយសារអីរបស់ហ្នឹងជារបស់ក្រៅខ្លួនឯងយើងកាត់ចោលប៉ុន្តែយើងទទួលបានជីវិតខ្លួនឯងដូចខ្ញុំអញ្ចឹងអស់សក់ប៉ុន្តែខ្ញុំអត់មានសក់ទេរាល់ថ្ងៃហ្នឹងប៉ុន្តែយើងអាចរកអីមកជំនួសបានយើងព្យាយាមកែច្នៃអ្វីក៏ដោយឲ្យតែខ្លួនយើងសុខចិត្តហើយយើងនឹងឆ្លងកាត់វាទាំងអស់គ្នាអូខេ